tập bẹ pram khóc plong ấy khói seren tích mà còn tại prap ta khóc plong pa nang ngô bạt đọ vô tụi mình bạt cái cho all the camera ở chỗ bạc cả lái chỉ vật khi mà đang kết khó rồi trời tê tăng bị mà Australia ní vậy mình cái đầu cái đài khi mà Australia níประมาณ10 năm chiên rồi admin pe rọp an mất phe ấy tê lúc ơi lúc vô ta côn hay nâng đây ca nghe nâng trong cruise xa nâng vừa cho vừa lang mà ngày vậy tao đối cả họ chẳng nó bong bồn tại này cứ chỉ ca bật sầm rập chi vật nè đã ở Australia vừa ca pin mau rồi có vừa ca mà ngày pi cái lại bay cái lại ấy lang tới cứ sơ tại admin pe rọp an mất phe đôi chỉ nhom chẳng hai video ní pi mà sao mình ca pi ngạt tật chun côn sấy tăng pi bầm nâng từ lấy ba toạt hai bài chỉ màu đập mùi chật đập pi nâng co bà cắt cái lại hàng phai đó là bayនៅAustraliaនៅខាង Queensland យើងនេះហ្នឹងក៏ចូលទៅមានអីចូលទៅនិយាយពីមនុស្សឡើងសទឹកសធប់របស់គេដែរកន្លែងហាងផាយគេនេះមានកន្លែងបើកឡានចូលទិញទៀតណាធ្វើដូច KFC អញ្ចឹងណាហាងផាយល្បីរបស់គេមានតែមួយឯនៅក្នុង Queensland ហ្នឹងកុំអីហ្នឹងសឹងថាមិនបានចូលទៀតផងកុំប្តីបញ្ចុះបញ្ចូលខ្លាំងណាស់ទេខាងសាក់មើលទៅមានផាយមានខេកមានអីហ្នឹងដែលខ្ញុំបើអត់ឃ្លានកំរោបញ្ចុះបញ្ចូលប្រពន្ធឲ្យទិញអីដល់ខ្ញុំដឹងថាគាត់រៀនតែបញ្ចុះបញ្ចូលអញ្ចឹងហើយបានន័យថាគាត់ឃ្លានហើយអញ្ចឹងតែក៏ជឿប្តីក៏ចូលតាមប្តីម្ដងទៅខ្ញុំរឿងផាយរឿងខេករឿងឈីបរឿងអីហ្នឹងគឺវាអត់មែនជាចំណង់ចំណូលចិត្តខ្ញុំទេចំណង់ចំណូលចិត្តខ្ញុំនោះបានតែអីគេបុកល្ហុងម្ហូបខ្មែរម្ហូបថៃម្ហូបអីហ្នឹងទេហើយផាយគេហ្នឹងមួយហ្នឹងរៀងតម្លៃគួរសមរបស់គេដែរចូលមកទិញហ្នឹងហើយផុសខ្ញុំទិញយកមកប៉ះកំងចំបោះឆ្ងាញ់គេទៀតខំមួយម៉ាត់ទៅនិយាយពីរសជាតិឡើងឆ្ងាញ់ស្រឡះហើយប្តីរបស់ខ្ញុំហ្នឹងគាត់កំងរបស់គាត់រួចគាត់ឲ្យខ្ញុំហ្នឹងសាករបស់គាត់មួយម៉ាត់ទៅមានណារបស់គាត់នឹងអត់ឆ្ងាញ់ទេគេមានដាក់កលៀនសាច់គោនៅក្នុងហ្នឹងមានណារសជាតិឡើងធំខ្មឹសហ្មងនៅក្នុងហ្នឹងហើយព្រោះខ្ញុំហ្នឹងគេមាននៅក្នុងហ្នឹងគេមាន snow សាច់គោឈីហើយនឹង bacon អាសាច់ជ្រូកក្រៀមដែលគេកាប់ដាក់នៅក្នុងហ្នឹងអញ្ចឹងកន្លែងខ្ញុំខំបោះប្តីខ្ញុំមួយម៉ាត់ទេអូនិយាយមែនខ្ញុំស្ដាយហ្មងដែលថាខំបោះគាត់មួយម៉ាត់ហ្នឹងនិយាយពីក្លិនកលៀនគោនៅក្នុងហ្នឹងធំឡើងខ្លាំងប្តីខ្ញុំនេះបេះដូងថ្លើមម្ដាតគោអីហ្នឹងគឺគាត់អត់ញ៉ាំទេបែរទៅជាញ៉ាំកលៀនគោធំឡើងឆ្អេះមែនទេហ្មងណាហើយកូនស្រីខ្ញុំហ្នឹងគេអស់ផាយរបស់គេមួយហើយទៅខ្ញុំក៏ឲ្យគេសាកអីគេអាផាយ apple pie គេនេះមានអីគេឆ្ងាញ់របស់គេដែរហើយបើកូនប្រុសរបស់ខ្ញុំហ្នឹងគឺអត់ញ៉ាំទេខ្ញុំអត់ចូលចិត្តទេ apple pie អីហ្នឹងគឺអារីងផ្អែមហ្នឹងគឺខ្ញុំអត់ចូលចិត្តសោះវាមិនមែនជាចំណង់ចំណូលចិត្តខ្ញុំអាខាងផ្អែមខាងអីហ្នឹងខ្ញុំបានតែមហូបមហាអីគឺឲ្យជិបចប់អីហ្នឹងផ្អែមអីហ្នឹងគឺអត់មែនខ្ញុំទេ